សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Everyday Chinese ខ្មែរថ្ងៃនេះខ្ញុំនឹងលើកយកពាក្យចំនួន10យើងប្រើប្រាស់នៅក្នុងធនាគារពាក្យទី1គេហៅថាយីហាងមានន័យថាធនាគារពាក្យទី2នោះគឺចាំងហ៊ូមានន័យថាអ្នកនីពាក្យទី3គឺឈឺខ្វាន់ដកប្រាក់ពាក្យទី4គឺឈុនខ្វាន់មានន័យថាដាក់ប្រាក់ពាក្យទី5自动取款机មានថាម៉ាស៊ីន ATM ម៉ាស៊ីនដកប្រាក់ ATM ណាបងប្អូនពេលទី6ស៊ីនយ៉ុងខាកាតទៀនមានថា credit card ពេលទី7គេហៅថាជាជីខាកាត debit មានថាកាត ATM ដែរប៉ុន្តែប្រភេទកាត debit ពេលទី8មីម៉ាមានថាលេខសម្ងាត់ពាក្យទី9លីស៊ីមានន័យថាការប្រាក់ពាក្យទី10មានន័យថាផ្ទេរប្រាក់គេហៅថាជាន់ចាំងផ្ទេរប្រាក់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនានិងរៀនសូត្រជាមួយគ្នាកុំភ្លេចជួយ follow និង subscribe channel ខ្ញុំម្នាក់មួយផងជាការលើកទឹកចិត្តនិងធ្វើវីដេអូថ្មីៗជូនបងប្អូនដើម្បីសិក្សារៀនសូត្រភាសាចិនទាំងអស់គ្នាសូមអរគុណសូមជម្រាបលា